បាទសួស្តីលោកគ្រូអ្នកគ្រូយើងវិលមកទៀតហើយជាមួយនឹងថ្នាលបឋម PLP របស់យើងនេះចំពោះការប្រមើលលទ្ធផលប្រឡងនៃថ្នាក់ទី3បាទឥឡូវនេះកុំបីខាតពេលយូរហើយថ្ងៃនេះមាននីតិបញ្យលលំបាកដែរតាក់ទងជាមួយនឹងរបៀបធ្វើវិញ្ញាសារបស់គុណសិស្សបាទអញ្ចឹងយើងចូលមកថ្នាលបឋមរបស់យើងមកបាទនេះជាដំបូងគឺខ្ញុំបញ្យល់អំពីអ្វីដែលលោកគ្រូអ្នកគ្រូមិនត្រូវផ្លេចឬក៏លោកអ្នកអាណាព្យាបាលអត់ត្រូវផ្លេចទេនៅក្នុងកន្លែងនេះបាទគឺយើងចូលមកការប្រឡងតេស្តបាទហើយប្រឡងប្រចាំខែបាទនិយាយមើលនៅក្នុងការប្រឡងប្រចាំខែនេះគឺយើងចែកមកហើយសូមបញ្ជាក់ណាថាវិញ្ញាសានៃការប្រឡងប្រចាំខែនេះគឺយើងមានឱកាសនៅក្នុងការប្រឡងហ្នឹងគឺ3ដងក្នុងវិញ្ញាសាមួយនេះគឺខ្ញុំរៀបរាប់រយៈពេលដែលគេកំណត់ឲ្យមាន45នាទីហើយមានទាំងអស់30សំណួរបាទពេលដែលយើងគិតថាអ្នកដែលជាប់គឺ50%ឡើងគឺជាប់បាទអញ្ចឹងកន្លែងនេះទាំងភាសាខ្មែរទាំងគណិតវិទ្យាគឺដូចគ្នាបាទមិនជាខុសគ្នាទេគឺដូចគ្នាណានាវិសន្ទុះបាននាទីក៏ដូចគ្នាសំណួរក៏ដូចគ្នាទាំងអស់ហើយចំពោះមួយទៀតដែលសំខាន់គឺឱកាសនៅក្នុងការប្រឡងគឺមាន3ដងលើកទី1បើគាត់ប្រឡងទៅគាត់ធ្លាក់អនុញ្ញាតឲ្យគាត់នឹងគឺប្រឡងលើកទី2មួយទៀតបាទលើកទី2បើសិនជាគាត់ប្រឡងឲ្យគាត់ចុចច្រឡំឬក៏គាត់យ៉ាងម៉េចគាត់សពេចសពិលអីគាត់ចេះចុចទៅបាទលើកទី3ណាអស់ត្រឹម3លើកហ្នឹងគឺអស់ហើយអស់សិទ្ធិប្រឡងបន្តទៀតលោកគ្រូអ្នកគ្រូត្រូវចាំបងប្អូនត្រូវចាំថារយៈពេលគេឲ្យយើង45នាទីតែបើចំពោះភាសាខ្មែរដែលយើងមាន30សំណួរនោះសំណួរណាមួយដែលពិបាកលោកគ្រូអ្នកគ្រូត្រូវប្រាប់សិស្សថាធ្វើតាមសមត្ថភាពរបស់កូនបើសិនជាវាពិបាកពេកអត់ចេះទេអានឹងគឺទៅកូនត្រូវជ្រើសរើសតាមអ្វីដែលចេះបើសិនមិនចេះទេគឺកូនជ្រើសរើសតាមការស្មានរបស់កូនណាគឺទៅទៀតណាដើម្បីកុំឲ្យគាត់គាំងកាលណាតែគាត់លើកពី45នាទីហើយនាទីហ្នឹងគឺត្រូវសំណួរហ្នឹងត្រូវលោតសាកដើមវិញហើយណាអត់ឲ្យឡងឯលោតសាកដើមវិញអស់ហើយអស់នាទីហើយបាទណានេះហាក់បញ្ជាក់គាត់ប្រាប់គាត់ឲ្យច្បាស់ឡើយបាទអញ្ចឹងតទៅទៀតនេះយើងឃើញណាទាំងភាសាខ្មែរទាំងគណិតវិទ្យាគឺឃើញនៅពេលនេះគឺយើងមកមើលពីរបៀបទាញរបាយការណ៍បាទតើយើងទាញនៅកន្លែងណាគឺយើងទាញនៅកន្លែងចុងក្រោយនេះកន្លែងរបាយការណ៍នេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូគឺទាញកន្លែងនេះបាទចុចលើរបាយការណ៍វីដេអូនេះសំខាន់គឺសម្រាប់អ្នកគ្រូលោកគ្រូសម្រាប់លោកគ្រូអ្នកគ្រូតែម្ដងបាទក្នុងរបាយការណ៍យើងមាន2ណាយើងមានរបាយការណ៍ប្រឡងថ្នាក់រៀនហើយយើងមានរបាយការណ៍ប្រឡងសាលារៀនតែអ្វីដែលលោកគ្រូអ្នកគ្រូប្រចាំថ្នាក់ត្រូវធ្វើគឺចុចលើរបាយការណ៍ប្រឡងថ្នាក់រៀនបាទអញ្ចឹងដល់ពេលយើងចុចចូលមកយើងឃើញហើយលទ្ធផលនៃសិស្សប្រឡងថ្ងៃនេះថ្ងៃ15នេះគឺយើងមានចំនួនជិតគ្រប់ហើយ33នាក់ប្រឡងបាន28នាក់បាទយើងអត់5នាក់ទេណាបាទអញ្ចឹងភាសាខ្មែរ5គណិត5នៅអត់ទាន់ប្រឡងទេនឹងករណីដែលគាត់អត់មានបានយកទូរស័ព្ទមកករណីដែលគាត់បាទអវត្តមានណាហើយអត្រាដែលជាប់របស់យើងនោះគឺជាប់ជាមធ្យមភាគហ្នឹងគឺបាន78.6%បាទជាប់ជាមធ្យមភាគហ្នឹងបាទណា
chẳng dương mơ sa mùi mà nè tới hay đi tí có miền nào thì đi sạch đấy và dương mơ vì địa sạch máy có miền đi tí mơ cái nét có miền đi tí hai miền đi tí ruộng thì bà đi tí ruộng có miền là bà chẳng dương có đăng sa dương ta sa na toàn lon sau na để lon hơi dương có mưa đăng lại nâng bà to một tiết dương ta mơ pi được biết ở dương ta tiên bài ca tranh tại dương tiên tranh đòi bên đây chẳng dương khơi trong phía khẳng lư nó khẳng sam đầy ní khẳng lư cái đã thà tiên tên này chẳng phải là tiên tiên tên này nó nhưng chơi tiên mò ná tiên nhé tiên là bởi dương tục vô tục một pra pra chia về trăm bỏ dương còn tầm bảy tam đan rồi lên là thôi bỏ của ma bỏ sang bỏ dương là trường cá lấy con vô tu sắp từ riêng rồi không lại chânឬក៏គាត់ឲ្យគាត់ធ្វើកិច្ចការផ្ទះឲ្យដាក់ជាកិច្ចការឲ្យគាត់ធ្វើទៅយើងកំណត់ឈ្មោះទៅយើងមើលទៅសិស្សណាសិស្សឈ្មោះណាដែលគាត់ប្រឡងធ្លាក់ឧស្សាហ៍ប្រឡងធ្លាក់ឬក៏ខ្សោយបាទលើមុខវិជ្ជាខ្មែរនិងគណិតឬខ្សោយមួយណាអញ្ចឹងយើងចាប់ផ្ដើមមើលឈ្មោះហ្នឹងហើយយើងយកលទ្ធផលហ្នឹងទៅជំរុញគាត់ថាខ្លួនឯងទៅផ្ទះវិញទៅរៀនទៅធ្វើអាហ្នឹង PLP មេរៀននេះមេរៀននោះបាទអញ្ចឹងអានេះគឺលទ្ធផលដែលយើងយកទៅប្រើណាតាមតម្រូវការបាទតោះឥឡូវយើងមកទាញចេញទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងកន្លែងនេះយើងក៏ចុចមកនេះទាញមកហើយអញ្ចឹងយើងដាក់នៅក្នុងកន្លែង document របស់យើងមកឬក៏ដាក់ក្នុងកន្លែង download មកបាទអញ្ចឹងយើង download មកយើងទាញចេញមកអូខេបើតែទាញបានហើយអញ្ចឹងយើងចូលទៅបើកមើលនេះបាទនេះលទ្ធផលដែលយើងទាញចេញមកគឺបែបនេះបាទអញ្ចឹងយើងអាចយកទៅប្រើការបានទាំងអស់បាទណាយើងអាច print ចេញក៏បានឬក៏យើងមិន print ទេយើងអាចយកទៅធ្វើប័ណ្ណបង្ហាញមួយក៏បានបាទយើងចម្លងបន្ទុកនឹងយកទៅដាក់នៅក្នុងសភៅតាមដាននេះក៏បានបាទអូខេអញ្ចឹងមានន័យថានៅក្នុងកន្លែងនេះគឺយើងអាចទីរបាយការណ៍នឹងរក្សាទុកដើម្បីទុកប្រើប្រាស់បាទអញ្ចឹងយើងត្រឡប់មកប្រព័ន្ធយើងវិញចំពោះសិស្សគឺយើងមើលឃើញគ្រប់សិស្សទាំងអស់បាទយើងដឹងណាប៉ុន្តែចំពោះករណីដែលយើងចង់ទាញវិញ្ញាបានបាត់ចង់ទាញអីនោះគឺយើងនឹងជួបគ្នានៅវីដេអូក្រោយបាទអញ្ចឹងចំពោះវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេបាទអរគុណលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលតាមដានវីដេអូនេះបើសិនជាឆ្ងល់មានចម្ងល់សួរខមមិនក្រោមវីដេអូនេះបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយទៀត